បងប្អូនថ្ងៃនេះឆាតាពាំងព្រិចមួយពងទាពងមាន់ក៏បានដែរនេះ5គ្រាប់នេះតាពាំងព្រិចញ៉ាំអត់អីទេណាតាពាំងព្រិចណាចាជាមួយស្លឹកខ្ទឹមអីចឹងណាឆ្ងាញ់បងប្អូនខ្ទឹមក្រាមខ្ទឹមសក្រហមចឹងចូលទៅចាក់តាពាំងព្រិចចូលដាក់អំបិលបន្តិចសបន្តិចទៅថតចេងតិចដាក់ស្លឹកខ្ទឹមអាហ្នឹងយើងឆាដាក់ស្លឹកខ្ទឹមច្រើនចឹងឆ្ងាញ់ណាតាពាំងព្រិចញ៉ាំអត់ប៉ះពាល់អីទេបងប្អូនហើយឆ្ងាញ់ទៀតឆាតែពងមាន់ពងទាហ្នឹងឆ្ងាញ់មិនបាច់ដាក់សាច់ទេឆ្អិនបាត់ណានេះរួចរាល់ហើយឆ្ងាញ់ណាបងប្អូនសាកមើលទំពាំងព្រិចណាចាខុសទំពាំងអត់ឆ្ងាញ់ទេបានទំពាំងព្រិចទេអរគុណ